ឆ្លាស់គ្នាល្អណាស់បានសម្រាប់6គូ5គូកន្លងទៅនៅក្នុងរាត្រីនេះចក្រមត្រៀមប្រុងព្រៀបប្រកួតបុស្ត្រង់គុណខ្មែរគូទី6ដែលជាគូមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ុបេគីស្ថានទឹកទី1 Round 1បាទសូមថ្លែងអំណរគុណដល់បងប្អូនដែលកំពុងទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ក៏ដូចជាផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមបាទហើយបងប្អូនបានតាមដានទស្សនាផ្ទាល់នៅមតិយោបល់ល្អតាមដានការប្រកួតប្រជែងដ៏ស្វិតស្វាញទឹកទី1ចាប់ផ្ដើមរវាងកីឡាករកម្ពុជាឡៅចត្រាបង្គោលក្រហមនិងកីឡាករអ៊ុបេគីស្ថានប៊ុនយ៉តចតបង្គោលខៀវបាទបបពិសោធន៍ថ្មីតែតិចក៏ប៉ុន្តែសម្រាប់បង្គោលខៀវគឺមានបាទការប្រកួតមួយដែលឱកាសនៅក្នុងការស្វែងយល់ពីគុណខ្មែរជាមួយនឹងអ្នកបណ្ដាលជើងខ្លាំងរបស់កម្ពុជាលទ្ធផលគឺជិះដៃអូយឆក់ម្ដាយឆ្វេងទៅលើឡៅចត្រាហើយក៏ចូលចាប់ភ្លាមធ្វើឲ្យឡៅចត្រាចាប់ដើមគិតច្រើនជាងមុនបន្តិចហើយបាទបោះជើងមួយពីមុនយ៉តចនអ្នកលេងប្រប់ឆ្វេងឡៅចត្រាចូលជាមុនយ៉តចនក៏ដោះខ្លួនថយអាយអូយជុលកែកគ្នាហើយអត់បានទេបាទផ្លែមានចត្រាលើកជើងបញ្ចោតមួយមុនយ៉តចនពីរដៃចត្រាចង្គង់មួយទៀតថែមពីរដៃទៀតអាយ៉ាមុនយ៉តចនសើចដែរតែសើចបែបឆ្លោះទឹកមុខគាត់មកជើងរវែថែមមួយទៀតមិនចំទេបាទបានត្រឹមរហើយមុខឡើយចត្រាធាក់មកជើងបាទមុនយ៉តចនធាក់ទាត់ទៅវិញបែបស្រាលចត្រារំកិលចូលគៀមុនយ៉តចនថយតាមដំណើរចូលមកគូមួយដែលផ្លាស់សេផុតបាត់អូយទឹកលឿនមែនមុនយ៉តចនទឹកលឿនពួកដឹងប្រអប់ឆ្វេងតមកគឺគាត់ស្ទុះផុតអត់ផុតឆ្វេងម្ដាយរបស់ចត្រាបែបផុតតក់ទៅលើមុនយ៉តចនជួយឆ្វេងកាច់អូយបញ្ញានេះចូលតាមគនេះបោះស្មាមកទៀតកាច់អូយអង្គស1ជួយលំបាកទេបត់តែស្ដាំដកពេញទៅហើយទៅលើបងខ្លួនរបស់អ្នកប្រដាល់លោកឯកស្ថាន7 8ងើបទាំងតទេតតាបន្តិចបន្តការប្រកួតយ៉ាងបង្ខំបន្តិចចូលធាក់របស់ចត្រាធាក់មកជើងហើយចូលគៀកដល់ជ្រុងឲ្យអោបចូលមួយជង្គង់ទៀតអាជ្ញាកណ្ដាលលើកដៃបញ្ចប់តែម្ដងបាទព្រោះមួយជង្គង់បាញ់មិញចូលទ្រូងសោយកោយដល់ចង្ការតាមរយៈដួលគូប្រកួតឲ្យសន្លប់ជ័យជំនះបានទៅលើបង្គោលក្រហ